លោក Robert គាត់បាននិយាយថាផ្នត់គំនិតដែលមនុស្សយើងតែងតែបង្រៀនតគ្នាហ្នឹងគឺយើងត្រូវខំប្រឹងរៀនសូត្រឲ្យពូកែរកការងារល្អធ្វើខំធ្វើការសន្សំលុយហើយនៅក្នុងប្រព័ន្ធអប់រំសាលានាពេលបច្ចុប្បន្នហ្នឹងគឺគេមិនបានបង្រៀនយើងឲ្យចេះរកស៊ីឬក៏ឲ្យខ្លាយទៅជាអ្នកមានទេប៉ុន្តែគេបង្រៀនយើងឲ្យខ្លាយទៅជាបុគ្គលិកដើម្បីរងចាំប្រាក់ខែពាក្យថាបុគ្គលិកគឺយើងត្រូវអង្គុយធ្វើការឲ្យគេ8ម៉ោងឬក៏លើសពីនឹងដើម្បីយើងអាចទទួលបានប្រាក់ខែនៅក្នុងថ្ងៃកំណត់ណាមួយជារៀងរាល់ខែហើយប្រាក់ខែនឹងវាជាអន្ទាក់ដើម្បីបំផ្លាញផ្នត់គំនិតរបស់យើងនៅពេលដែលយើងព្រមទទួលយកប្រាក់ខែផ្នត់គំនិតរបស់យើងនឹងคล้ายទៅជាបុគ្គលិកដែលរស់នៅក្នុងភាពស្រណុកសុខស្រួលនិងសុវត្ថិភាពភ្លាមត្រង់ចំណុចនេះដែរមិនមែនគេមិនចង់ឲ្យយើងនឹងធ្វើការរកលុយនោះទេដោយសារតែមនុស្សយើងកើតមកនឹងមិនមែននៅលើគំនរមាសប្រាក់ដូចគ្នាទេតែគេគ្រាន់តែចង់បង្ហាញយើងឲ្យហ៊ានរំដោះខ្លួនចេញពីចង្វាក់ប្រាក់ខែកុំឲ្យយើងរស់នៅជាមួយភាពសនុកសុខស្រួលនិងពាក្យថាបុគ្គលិកយូរពេកអីតែសម្រាប់អ្នកជំនួញឬក៏សហគ្រិនពិតប្រាកដវិញពួកគេមិនត្រូវការប្រាក់ខែដើម្បីមកចិញ្ចឹមពួកគេនោះទេវាជាការបណ្ដុះផ្នត់គំនិតឲ្យពួកគេនឹងអាចស្វែងយល់ពីច្បាប់ហិរញ្ញវត្ថុការគ្រប់គ្រងចិត្តនិងផ្នត់គំនិតផ្ទាល់ខ្លួនទោះបីជាពួកគេនឹងជួបវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះឬក៏ពួកគេត្រូវឌូខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេអាចក្រោកឈរមកវិញបានពួកគេអាចរកវិធីដើម្បីធ្វើឲ្យពួកគេខ្លាំងជាងមុននិងមានបានជាងមុនប៉ុន្តែសម្រាប់បុគ្គលិកវិញគឺពួកគេតែងតែភ័យខ្លាចក្នុងការបាត់បង់ការងារខ្លាចសេដ្ឋកិច្ចមិនល្អដោយសារតែពួកគេបានផ្ញើវាសនារបស់ពួកគេនៅលើប្រាក់ខែ